ហើយនេះខ្ញុំក៏បានប្រុសរបស់នេះខ្ញុំនៅគាត់ជាអ្នកជំនាញក្នុងការបង្វឹកចាគាត់ក៏បានប្រាប់នាងខ្ញុំអំពីការធ្វើលំហាត់ប្រាណធ្វើដូចម្ដេចដើម្បីឲ្យសុខភាពល្អដើម្បីចាថែរៀងឲ្យយើងមានគីឡូដល់ស្តង់ដារឲ្យយើងមានសាច់ដុំចាស្អាតដើម្បីទ្រទ្រង់សុខភាពរាងកាយរបស់នាងខ្ញុំចាហើយនាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំសប្បាយចិត្តមែនតើពេលដែលប្អូនគាត់ប្រាប់ពីរបៀបហាត់មកនាងខ្ញុំចាអនុវត្តទៅទទួលបានលទ្ធផលខ្ញុំសប្បាយចិត្តហើយខ្ញុំមានមោទនភាពចំពោះប្អូនខ្លួនឯងដែលគាត់ថាគាត់ប្អូននាងខ្ញុំទៅប៉ុន្តែគាត់ឆ្លាតជានាងខ្ញុំជាបងស្រីទៀតចាអញ្ចឹងបើថាយើងជាបងក៏ដោយបើមិនជាយើងមានប្អូនដែលគេប្រកែកជាងយើងស្ដាប់គេទៅចាយើងសួរគេទៅគេប្រកែកគេប្អូនយើងមែនប៉ុន្តែគេមានចំណេះដឹងច្រើនជាងយើងមិនមែនថាយើងបងគេនេះយើងខ្មើថាយើងជាបងគេហើយយើងឆ្លាតជាងគេបងប្អូននាងខ្ញុំគាត់ប្អូនមែនប៉ុន្តែគាត់មានចំណេះដឹងចាគាត់ពូកែចាគាត់អាចបង្វឹកកូនសិស្សជាច្រើនឲ្យមានសុខភាពល្អហើយនឹងនាងខ្ញុំក៏ជាកូនសិស្សរបស់គាត់មួយរូបដែរហើយខ្ញុំអរគុណនិងដឹងគុណដល់ប្អូនចារាល់ពេលដែលនាងខ្ញុំមានបញ្ហាសុខភាពពិបាកចិត្ត stress អីចានាងខ្ញុំពិភាក្សាឲ្យប្អូននាងខ្ញុំមានគន្លឹះនិងប្រាប់នាងខ្ញុំដើម្បីឲ្យនាងខ្ញុំអនុវត្តទៅបាននៅលទ្ធផលហើយអរគុណប្អូនចាហើយស្រឡាញ់ប្អូនមែនទែនពេលដែលឃើញប្អូនចាល្អហើយមានចំណេះដឹងបែបនេះហើយនេះខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែចូលចិត្តនិង like share នៅវីដេអូរបស់នេះ share វីដេអូនេះខ្ញុំមួយផងអរគុណច្រើនជម្រាបលា